បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនវីដេអូនេះខ្ញុំថតបង្ហាញទាំងអស់ក្នុងចការរបស់ខ្ញុំណាបងប្អូនហើយបងប្អូននេះមើលចាក់ស្ដែងនេះដងខ្ញុំនេះអាយុចូល6ឆ្នាំហ្នឹងបងប្អូននៅផ្លែវាមិនច្រើនទេប៉ុណ្ណឹងវាមកល្មមណាដោយសារមករយៈក្រោយហ្នឹងខ្ញុំបន្ថយជីខ្ញុំអត់បានបន្ថែមវាឲ្យបានគ្រប់គ្រាន់ដូចមុនណាក៏វគ្គមុនហ្នឹងខ្ញុំដាក់ច្រើនណាអញ្ចឹងខ្ញុំក៏ទៅថាវាអត់ទៅចំណេញអញ្ចឹងខ្ញុំក៏បន្ថយវាបងប្អូនណានេះបងប្អូនផ្លែហ្នឹងបើសិនជាខ្ញុំបន្ថែមវារហូតមានផ្លែអញ្ចឹងឯងលើវាមានឈូសអញ្ចឹងឯងវាជាប់ទាំងអស់អញ្ចឹងណាដោយសារយើងប្រើជីគីមីបងប្អូនណាជីគីមីទៅពេលដែលយើងប្រើជាប់ផ្លែវាជាប់រហូតតែយើងបន្ថយក៏វាអន់ថយតាមហ្នឹងណាវាឆាប់អស់ប្រសិទ្ធភាពមិនមែនដូចជីកប៉ោះជីអីទេជីកប៉ោះយើងដាក់វាល្អបានយូរហើយក៏មិនងាយអស់ដែរបងប្អូនខុសគ្នាជាមួយជីគីមីតែយើងប្រើជីកប៉ោះធម្មជាតិក៏វាល្អដែរគាត់ថាវារៀងយឺតជាងអញ្ចឹងបងប្អូនណាហើយត្រេននេះខ្ញុំដាំបានមួយខែជាងបងប្អូនចូលមួយខែកន្លះនិយាយទៅមួយខែកន្លះមកទៅព្រោះមើលតម្រង់គេលោះមកស្អាតទៅណាខ្ញុំដាំសាមញ្ញអញ្ចឹងទេហើយនេះសំសោយទឹកហើយទេណាបងប្អូនស្រោចទឹកហើយត្រេននេះដាំវគ្គក្រោយមានវគ្គមុនវគ្គក្រោយហើយបងប្អូនមើលមកជុំទៀតនេះមកជួននេះរៀងអន់បន្តិចវាផ្លែអត់សូវល្អដោយសារវារៀងឆ្អៀតពេកតែនៅតែផ្លែអញ្ចឹងបងប្អូនកាត់រហូតហ្នឹងនេះបងប្អូនកាត់ផ្លែវារៀងអន់មួយរយៈក្រោយហ្នឹងតែនៅតែមានអញ្ចឹងចូលមកលុបស្រួលបងប្អូនអើយនេះលុបស្រួលនេះបើនេះខាកាតេដាក់មកយូរអីនេះស្រួលអែមនេះមានគ្នាអីបងប្អូនមើលតម្រងដងខ្ញុំឡើយនេះវាឆ្អៀតទៅនេះឃើញអត់អានេះមករងនេះតែមករងនេះអត់ឆ្អៀតទេតែអារងនេះហើយរងដែលធំនេះគឺវាឆ្អៀតគ្នាបន្តិចតែពីអានេះតនេះអីទេឥឡូវយើងមើលនេះទៀតម្ដងនេះដល់កបងប្អូននេះឃើញអត់វគ្គមុននេះផ្លែច្រើនណាស់ពេលឥឡូវលើនេះអស់វាចេញមកដែរតែវាអត់មានក្តឹបវាមានតែវាជ្រុះអស់ហើយក៏យើងស្រែវាចេញទៅហើយបងប្អូនដែលមានដងអ្នកទុយជាតាមទុយអញ្ចឹងណាមិនភ័យថាអត់ផ្លែទេផ្លែដូចគ្នាឲ្យបងប្អូនប៉នដាក់ទឹកដាក់ជីដូចគេដូចឯងអញ្ចឹងណាបងមិនភ័យទេដើមទុយដើមទៅខ្ញុំមានបទពិសោធន៍ទេដើមមកខ្ញុំអត់នោះតែទុយតែផ្លែដូចគ្នានេះប្រភេទដងដើមធំអាសេរីអស់នេះដាំក្រោយទេក៏ទៅដាំក្រោយហើយប្រភេទដើមអស់នេះយើងព្រោះដើមអស់នេះអត់ល្អទេដោយសារធៀងវាតិចមើលទៅអត់ដូចគេទេហើយរៀងតាមតិចហើយវាចេញស្ពណ៌ជាងក្រោយគេទៀតតែប្រភេទអស់នេះបងប្អូននេះឃើញធៀងវាច្រើនអត់ហើយចាប់ផ្ដើមចេញស្ពណ៌មកមានផ្លែមានក្តាប់ជាប់ខ្លះហើយនេះក៏មានទៀតនេះក៏មានមើលម្ដងនេះដើមដល់កនេះអាដើមនេះក្អប់ឈ្ងុយជាងគេដើមពីរនេះក្រោយហើយដើមនេះដើមទូចចឹងបងប្អូនដើមទូចចាំមើលធ្លាយគេនេះវាចឲ្យហ្នឹងខ្ញុំអត់បានអីចង់នេះធ្ងន់ឡើងយឹតអស់នេះផ្លែច្រើនអានេះក៏ជាប់តាមដើមជាប់ហើយនេះខ្ញុំជាប់ល្អហ្នឹងខ្ញុំទី1ដាក់ជីប្រើ NPK 15ខ្ញុំប្រើតែហ្នឹងទេបានលេងអីទេឥឡូវយើងចាប់ផ្ដើមមាន12 3លេងជាមួយគ្នាខ្លះណាហើយបងប្អូនមើលដើមនេះអល់កនេះដើមនេះអែមជាងគេបងប្អូនឃើញដើមទុយឥឡូវចាប់ផ្ដើមចេញពណ៌ឃើញអត់នោះបងតែស្ពងអស់ហើយដើមនេះអស់ចាញជាងគេនេះជុំវិញដើមអានេះដើមស្អាតជាងគេមកចការហ្នឹង